សម្រាប់ពូគឺឥឡូវនេះអត់មានមើលឃើញអីសោះហ្មងមិញអាចដឹងពន្លឺតិចតួចអាចដឹងភ្លឺដឹងងឹតតែមើលអត់ឃើញថាស្អីជាអីទេអញ្ចឹងពី3សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនឹងចុះសំណេះសំណាលជាមួយនឹងសិស្សនីតិអេសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនឹងចុះសំណេះសំណាលជាមួយនឹងសិស្សនីតិអេនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រៅចង្វាក់នេះបានតាមផ្សេងចប់នៃជួនដំណើររបស់ក្រសួងអប់រំវិទ្យានិងកីឡានេះបើយោងតាមសេចក្តីជូនដំណឹងនឹងចប់នីតិអេចំនួន 34,909 នាក់ពូឈ្មោះជៀនដែលស្រុកកំណើតនៅខាងខេត្តកពតហើយអាយុឆ្នាំនេះគឺ35ឆ្នាំហើយចំណែកមិញឈ្មោះធីសុភេនិនអាយុ29ឆ្នាំស្រុកកណាត់មិញគឺនៅខេត្តបាត់ដំបងឥឡូវនេះអត់មានមើលឃើញអីសោះហ្មងគ្រោះថ្នាក់តាំងពីអាយុ5ឆ្នាំដោយយើងលេងគ្រាប់មួយសេវណាយើងដុតគ្រាប់ទៅត្រូវភ្នែកពីការតាំងពីនឹងមករហូតសម្រាប់អ្នកមិញគឺមានបញ្ហាភ្នែកតាំងពីកំណើតកើតមកគឺមើលអត់ឃើញទេកាលមិញនៅតូចមិញអាចមើលពណ៌មើលអីឃើញតែឥឡូវនេះគឺមើលពណ៌មើលអត់ឃើញទេគ្រាន់តែយើងដឹងថាដូចថាមានអីនៅពីមុខអញ្ចឹងយើងដឹងថាមានស្រមោលប៉ុន្តែអត់ដឹងថារបស់ហ្នឹងជាអីទេចាហើយនឹងដឹងបើភ្លឺអញ្ចឹងយើងអាចដឹងថាមានពន្លឺនៅទូចមិញមើលឃើញបានខ្លះបានអាចថា40ឬក៏50%អីចឹងប៉ុន្តែក្រោយមកវាធ្លាក់តែយើងចាប់ផ្ដើមធ្លាក់រហូតពីមួយឆ្នាំទៅមួយឆ្នាំហើយផលលំបាកគឺយើងទទួលការរើសអើងពីអ្នកភូមិអីចឹងណាធម្មតាយើងមើលមិនឃើញដូចគេត្រូវគេថាបែបនេះបែបនោះគេសើចចំអកអីចឹងអាហ្នឹងគឺមានមុនដំបូងក្មេងៗដូចគ្នាតែងតែងាយមើលងាយយើងហៅយើងអាក្រក់អញ្ចឹងណាដល់ពេលទៅរឿងយើងរៀនតាំងចិត្តតាំងធ្វើម៉េចអាហ្នឹងក៏តែយើងអត់ធ្មត់បន្តិចទៅវាល្អអញ្ចឹងទៅក៏យើងតាំងពីដល់មុនយើងរៀនធ្វើចិត្តទៅអ្នកណាចង់ថាអីមេងាយក៏យើងក៏មិនតបតគេដែរផលលំបាកគឺមានច្រើនជាពិសេសយើងតណាមកណាឬក៏យើងបំលាស់ទីពីមួយទៅមួយវាអត់ដូចគេប្រហាររហូតដូចគេទេបើសម្រាប់គេមើលឃើញគឺចង់តណាគេប្រយតែម្ដងអញ្ចឹងហើយយើងវាខុសគេត្រង់ហ្នឹងការបំពេញការងារក៏អត់ដូចគេដែរហើយមុនដំបូងតូចចិត្តយល់ទៅគិតថាអត់ធ្វើម៉េចអាហ្នឹងវាគេហៅថានិស្ស័យយើងវាសនាយើងទៅបែបហ្នឹងហើយក៏យើងរៀនធ្វើចិត្តរៀនរស់នៅទៅអញ្ចឹងធ្វើមកជនពិការភាពនេះហេតុអីមិនប្រើទូរស័ព្ទបានគឺវាមានកម្មវិធីមួយឈ្មោះថា Talkback ដោយ setting មក setting អញ្ចឹងខ្ញុំចូលក្នុង setting ហើយខ្ញុំ scroll ដល់ទៅខាងក្រោមនេះអាកម្មវិធីដែលជនពិការប្រើបានបាទតើវាអានអញ្ចឹងទាំងអស់ឥឡូវយើងចូល accessibility សិនយើងមើលនេះ Talkback កម្មវិធីហ្នឹងឈ្មោះថា Talkback វាមាន on បើយើងអត់ទៅវាលេងលឺដែរតែយើងមានតែ on វាចឹងយើង back ចេញមិញនឹងពូសិក្សានៅអង្គការគ្រួសារថ្មីដែលបច្ចុប្បន្នគេដូរឈ្មោះទៅជាសាលាអប់រំពិសេសសាលាហ្នឹងគឺគេបណ្ដុះបណ្ដាលសិស្សដែលមានពិការភាពភ្នែកហើយនិងសិស្សកូនថ្លង់អញ្ចឹងមិញបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនៅនឹងរហូតដល់ចប់ថ្នាក់ទី12នៅខេត្តបាត់ដំបងដល់ពូទៅរៀនបន្តទៀតចូលនៅមហាវិទ្យាល័យនៅខាងបន្ទាយមានជ័យUMA នៅបន្ទាយមានជ័យមិញនឹងពូរៀបការជាមួយគ្នាតាំងពីឆ្នាំ2024ក្នុងកំឡុងខែវិច្ឆិកាឥឡូវមានចំណងដៃកូនស្រីមួយនៅក្នុងពោះ
ពើមហូបគេឈ្ងុយមែនអូន ស្ងោរត្រឡាចជាមួយសាច់ជ្រូក3ជាន់ អូអាហ្នឹងពេញចិត្តណានេះ ហូបដាក់ប្តីចូលចិត្តហ្នឹង ចូលចិត្តអត់តែមានខ្លាញ់3ជាន់គឺបងហើយងុយឲ្យចិត្តឆ្អិនទៅ ចិត្តឆ្អិនហ្នឹងដាក់បន្លែចូលហ្នឹង អត់លឿនអញ្ចឹងហេវនេះឈ្ងុយហ៎នៅក្រៅមិញឈ្ងុយហ៎ចាឈ្ងុយអីគេត្រឡងត្រឡាញសោះត្រឡាញក៏មួយយ៉ាងដែរញ៉ាំទៅ ញ៉ាំទៅតិចខ្លួន អេហ្មង ក្នុង ងុយនេះតែហេវទៀតដល់មកហេវល្មម សុំក្លិនឈ្ងុយហេដាក់បាយនៅ បាយតោះបានដាក់បាយទៀត ការងារបងហ្នឹង ចុះអស់កទៀតមិនដឹងបានតែពីរនាក់ ចឹងព្រលឹមឡើងគឺយើងចាប់ផ្ដើមបាយទឹកក្រោកពីព្រឹកចឹងទៅយើងដាំបាយស្លឲ្យទៅដើម្បីញ៉ាំអាហារពេលព្រឹកហើយយើងចូលធ្វើការបម្រើការងារផ្នែកខាងវិទ្យុដូចជាថតព័ត៌មានឬក៏មានរឿងនិទានមានអីថតចឹងទៅយើងក៏ថតតាមនឹងចឹងទៅហើយថ្ងៃឡើងក៏យើងឡើងមករៀបចំសម្រាប់ចម្អិនអាហារថ្ងៃត្រង់ទៀតនិយាយទៅគឺការងារប្រចាំថ្ងៃមានតែប៉ុណ្្នឹងទេគ្រូទៅមកវើជុំចឹង សម្រាប់ពូគឺពូកីឡាគេហៅថា go ball ហ្នឹងហើយ go ball គឺបាល់បោះសម្រាប់ជនមានការភាពភ្នែកអញ្ចឹងបទពិសោធន៍ពាក់ព័ន្ធទៅនឹង para game ហើយកន្លងមកគឺយើងចូលដំបូងវាខ្វះគេថាបទពិសោធន៍អញ្ចឹងការលេងវាមិនរលូនទេយើងត្រូវវឹកហាត់ដំបូងហ្នឹងគឺត្រូវការជឿចិត្តទុកដាក់ហើយនឹងការវឹកហាត់ឲ្យច្រើនបន្តិចពីអ្នកគ្រូផងដែរហើយទៅហាត់ដំបូងហ្នឹងគឺវាគ្រោះថ្នាក់ព្រោះបាល់បោះសម្រាប់ជនពិការភ្នែកគឺភាគច្រើនគឺបាល់ហ្នឹងវាមានទំហំធំហើយធ្ងន់បាល់ឥឡូវនេះគឺអ្វីដែលពូចូលចិត្តធ្វើហ្នឹងគឺពេលទំនេរពូត្រូវតែពង្រឹងទៅផ្នែកសិល្បៈរបស់ពូបន្ថែមទៀតជាពិសេសគឺខាងតន្ត្រីករអាហ្នឹងពេលទំនេរពូអត់ដែលបោះចោលទេពូតែងតែរំលឹកវាឡើងមកវិញព្រោះទាំងអស់ហ្នឹងគឺជាឆ្នាំងបាយយើងមួយដែរនៅពេលដែលយើងចាស់ទៅអីចឹងទៅយើងធ្វើការលេងកើតយើងអាចដើរលេងភ្លេងអីតាមរោងតាមអីបានអញ្ចឹងថាបើយើងមិនអាចទុកវាចោលបានទេយើងចេះតែរំលឹកវាមួយថ្ងៃទៅណាមួយទៅ បើទេវតាឲ្យភ្លឺតែម្នាក់មិនគិតមិន អូបើសិនជាទេវតាឲ្យភ្លឺតែម្នាក់ភ្លឺអត់ទេបងអត់ឲ្យភ្លឺវិញមិនចាមិនឲ្យភ្លឺវិញបងស្រែណៃខ្លាំងចង់ឲ្យភ្លឺគឺញោមលំបាកជាងអាត្មាទៀតទេញោមមិនមកញោមទទួលជុំបញ្ញមៀងទៅញោមពួកញោមមានគ្រួសារអញ្ចឹងត្រូវការមើលថែប្រពន្ធកូនអញ្ចឹងហ្នឹងបាទតាមពិតទៅដំណឹងនេះធ្វើឲ្យខាងពួកពូមីងនឹងគឺរំភើបមែនតើដែលកន្លងមកមិនធ្លាប់ទេការបរិច្ចាគភ្នែកឬក៏ចក្ខុឬក៏ភ្នែករបស់ព្រះអង្គហ្នឹងគឺថ្លៃថ្លាធំធេងមិនអាចកាត់ថ្លៃបានទេក៏ប៉ុន្តែផ្ទុយទៅវិញគឺមិនអាចទទួលទោះបីថាទឹកបតីរបស់ព្រះអង្គបរិសុទ្ធពិតមែនក៏ប៉ុន្តែយើងខ្ញុំទាំងពីរនាក់មិនអាចទទួលបានមិនអាចទទួលភ្នែកពីព្រះអង្គទេ អ្វីដែលសំខាន់គឺយើងអាចទទួលយកបានព្រោះយើងដឹងថានៅពេលដែលយើងអត់ភ្នែកគឺវាលំបាកខ្លាំងណាស់អញ្ចឹងអត់ចង់ឲ្យអ្នកណាម្នាក់មកលំបាកជាមួយនឹងយើងទេព្រោះយើងរៀងតែថាឆ្លប់លំបាកមកពីតូចហើយវារៀងសមហើយចាអញ្ចឹងអត់ចង់ធ្វើឲ្យអ្នកណាម្នាក់លំបាកដោយសារពូមីងទេហើយក៏ផ្ដាំទៅដល់បងប្អូនដែលមានគេថាជនភ្នែកភ្លឺធម្មតា ធ្វើការលុបបំបត្តិចោលបន្ថែមទៀតការរើសអើងមកកាន់ជនមានពិការភាពគឺគ្រប់រូបតែម្ដងគឺថាត្រូវមើលឃើញពីសមត្ថភាពរបស់ពួកគាត់ប្រសើរជាងការមើលឃើញពីការភាពរបស់ពួកគាត់ចង់ឲ្យបងប្អូនជនមានពិការភាព
គ្រប់គ្នាទាំងអស់មិនថាតែពីការភាពភ្នែកឬក៏កាយសម្បទាណាទេសូមឲ្យពួកគាត់ប្រឹងប្រែងក្រោកឈរហើយមានក្តីសង្ឃឹមកុំចោះចាញ់ឬក៏កុំផ្ដេកផ្ដួលជាមួយនឹងភាពពិការរបស់ខ្លួនឯងយើងក៏ពិតថាយើងពិការធ្វើមិនបានតែយើងត្រូវព្យាយាមធ្វើវាសិនទោះបីបានក្នុងកម្រិតប្រមាណភាគរយក៏ដោយដំបងភាគរយតិចអញ្ចឹងយើងព្យាយាមរហូតដល់បានភាគរយច្រើនអញ្ចឹងទៅអោជុំណោជុំជោត្រជាងអោកូនបលៀងនាងកេងទៅស្អកកដល់នេះម៉ាមើលប៉ាប៉ាមិនដែរមើល Thầm mấy ôn មកជឿពេកូនម្ដងមើល Vậy cô này អីអូនពេតែមកឃ្លៀហ្នឹងស្ងាត់បាត់មើល Chờ mơ bón á ពេខ្ញុំមិនស្អកកពេក Triêm con chạm kê nhé Mà Nè ta làm pa pê ta ta ở đông luôn ngáp rapon này sắm bong bồn ha sắm phe ro thì chăm mà sa sẻ cho mấy nàng mẹ không mày ơi tham anh trong ô hi mi ôn ban kỳ cô ta pê ni thôi cần phải dùng cho thôi mày mà mình chơi một cái mình triêm chẳng អោជុំណោ Nick kecil. Nick kecil. Nick kecil. Nick. Tí một phẩy tám. Máu và lia máu bay một phẩy tí. Chạy máu bị xả lá xong bị máu. Yeah. Nếp lên được ra, ăn phải. Vậy đó biết.